បាទថ្ងៃនេះសូមគោរពជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីខ្ញុំសូមណែនាំតកតងទៅនឹងជីប៉ៅបាទជីប៉ៅលើដំណាំគ្រប់ដំណាក់កាលបាទមានដំណាំស្រូវដំណាំស្វាយចន្ទីបាទដំណាំទុរេនបាទគឺខាងយើងខ្ញុំមានថ្នាំជីប៉ៅគ្រប់ប្រភេទបាទចឹងជីប៉ៅមានដំណាក់កាលលូតលាស់ដំណាក់កាលលូតលាស់ហ្នឹងគឺចង់ឲ្យវាមានលក្ខណៈថាល្អហើយដើមសោកពុះគឺយើងមានថ្នាំតម្រូវតាមលក្ខណៈទាំងអស់ហ្នឹងឬក៏ក្នុងករណីថាវាមានជំងឺយើងមានថ្នាំសម្រាប់ប្រើប្រាស់សម្រាប់ជួយឲ្យស្រូវរបស់យើងជាពីជំងឺឬក៏បើវាមានឈឺឬក៏មិនទាន់ឈឺគឺយើងមានថ្នាំសម្រាប់ការពារកុំឲ្យស្រូវរបស់យើងឈឺបានអញ្ចឹងនៅក្នុងបញ្ហារបស់ស្រូវនេះគឺយើងមើលដើមដងរបស់វាគឺវាមានលក្ខណៈមិនសូវល្អទេតែឫសវាមានឫសល្អជាពិសេសមានឫសចេញថ្មីមកច្រើនបាទអញ្ចឹងយើងប្រើថ្នាំជំនួយឲ្យត្រូវទៅគឺស្រូវរបស់យើងគឺនឹងមានស្លឹកល្អមានដើមធ្លុះជាងធម្មតាហើយជាពិសេសបងប្អូនចង់ឲ្យផើមបានធំល្អគឺយើងមានថ្នាំច្រើនប្រភេទបាទអញ្ចឹងល្អហើយផើមធំទៀតបាទដោយលក្ខណៈដោយប្រភេទនេះគឺយើងជួយឲ្យដំណាំរបស់យើងគឺផើមបានធំល្អនេះលក្ខណៈបែបនេះហើយមួយទៀតលក្ខណៈធំកដុងបាទខ្លះហៅធំខ្លះហៅកដុងបាទនេះកដុងប្រភេទនេះគឺយើងប្រើបានច្រើនហិកតាហើយចំណេញលុយយើងចំណាយលុយតិចតែយើងប្រើបានច្រើនហិកតាបាទហើយខាងនេះក៏ចឹងដែរគឺលក្ខណៈថ្នាំជួយឲ្យល្អផងជួយឲ្យផើមធំផងបាទប្រភេទនេះបាទហូស៊ីវីតគោលនេះបាទឬក៏នេះផ្លែធំដើមធ្លុះផ្លែមានក្របច្រើននេះគឺ05234ឬអ្នកខ្លះដាក់លេខ55234នេះអញ្ចឹងទៅតាមក្រុមហ៊ុនផ្សេងអញ្ចឹងអានឹងទាំងអស់ហ្នឹងគឺសិតតែសម្រាប់ជួយឲ្យស្រូវរបស់យើងផើមធំហើយក្នុងករណីថាបងប្អូនចង់ឲ្យមានផ្លែមានក្របច្រើនមានគីឡូធ្ងន់គឺយើងប្រើប្រភេទនេះសម្រាប់លក្ខណៈដុងបាទអញ្ចឹងនេះគេហៅថាប្រភេទពួកជួយបំពេញថែមសារធាតុខ្វះខាតដូចជាកាលីដូចជាសារធាតុផ្សេងហើយនៅក្នុងហ្នឹងគឺយើងមានដាក់សារធាតុមួយចំនួនហៅថា organic matter អញ្ចឹង organic matter ហ្នឹងបាញ់ទៅគឺធ្វើឲ្យស្រូវរបស់យើងល្អហើយគឺអត់ធ្លាក់ក្រហមទេបាទល្អបានយូរជាពិសេសយើងស្រូវយើងហើយយើងមានស្លឹកទងជ័យបាទនេះស្លឹកក្តាលនេះនៅពេលដែលស្រូវយើងចាប់ផ្ដើមដាច់បដូលឬក៏ស្រូវយើងចាប់ផ្ដើមម្ដែងបែកមួយឬក៏ស្រូវយើងចាប់ផ្ដើមអោនគឺច្រើនផ្ដោតសំខាន់ទៅលើស្លឹកទងជ័យបាទនេះអាស្លឹកចុងក្រោយគេក្តាលគេដើម្បីឲ្យវាមានលក្ខណៈពណ៌ខៀវល្អដើម្បីឲ្យវាស្រូបសារធាតុបំពេញសារធាតុដែលកគួរឬក៏ក្របស្រូវរបស់យើងនឹងត្រូវការបាទអញ្ចឹងក្នុងនេះយើងមានច្រើនហើយមួយទៀតថ្ងៃនេះដែរគឺចង់បង្ហាញមួយទៀតតកតងទៅនឹងថ្នាំធ្វើយ៉ាងណាឲ្យស្រូវយើងទៀបហើយមិនអន់បាទអ្នកខ្លះច្រើនប្រើពពួកប៉ាក់ក្លយ៉ាងប៉ាក់ក្លហ្នឹងគឺភាគច្រើនប្រើទៅគឺធ្វើឲ្យប៉ះពាល់ដល់ដីប៉ះពាល់ដល់ដំណាំយើងនៅថ្ងៃក្រោយអញ្ចឹងយើងប្រើប្រភេទនេះគឺប្រភេទថ្មីបាទបាញ់ទៅគឺស្រូវមានលក្ខណៈតឿហើយមិនអន់ហើយជួយបង្កើនទិន្នផលទៀតបែកគុំបានច្រើនជាងយើងប្រើប៉ាក់ក្លទៀតបាទយើងប្រើផ្សំគ្នាបាទនឹងតាមបច្ចេកទេសដើម្បីធ្វើយ៉ាងណាឲ្យស្រូវយើងទទួលបានទិន្នផលខ្ពស់បាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាបើសិនបើមានចម្ងល់ឬក៏មានបញ្ហាអីទៅលើដំណាំបងប្អូនជាពិសេសដំណាំស្វាយចន្ទីដំណាំទុរេនឬក៏ដំណាំឈើហូបផ្លែផ្សេងឬក៏ដំណាំស្លឹកដំណាំមិនន័យថាដំណាំចកាវិលល្ងាចអីបើបងប្អូនចង់
ដោះស្រាយបញ្ហាដល់បងប្អូនជួបទៀតអាចជើញមកជួបខាងយើងខ្ញុំឬក៏តាក់ទងមកខាងយើងខ្ញុំយើងខ្ញុំមានបុគ្គលិកឲ្យគាត់ចុះទៅជួយបងប្អូនឬក៏បងប្អូនមានបញ្ហាហ្នឹងពិបាករកកន្លែងនេះអាចថតរូបឬក៏ផ្ញើជាវីដេអូមកដើម្បីឲ្យយើងខ្ញុំបានមើលហើយនឹងរៀបចំជូនដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនបានជួបបាទសូមអរគុណសូមជម្រាបលាទាំងអស់គ្នាបាទ